គោរពនឹងជំរាបសួរទៅកាន់ពុកម៉ែបងប្អូនដែលតែងតែតាមដានភ័យហងមាសឬក៏គ្រប់គ្រងនៅភ័យហងមាសរបស់ពួកយើងថ្ងៃនេះពួកយើងបានមកបម្រើសេវាកម្មនៅខាងកណ្ដោឃុំកណ្ដោជ្រុំឃុំត្បូងឃ្មុំស្រុកត្បូងឃ្មុំនៅខេត្តត្បូងឃ្មុំដល់តែម្ដងពុកម៉ែបងប្អូនឥឡូវនេះគឺជាទស្សនវិជ្ជាសំខាន់នៃរោងការថ្ងៃនេះពុកម៉ែបងប្អូនសម្រាប់ពួកយើងមានសេវាកម្មដូចជាបម្រើស្រាបម្រើតកកទទួលភ្ញៀវលើកម្ហូបនិងមានអ្នកកំដរប្រុសស្រីផងដែរពុកម៉ែបងប្អូនឥឡូវយើងចូលមកមើលទស្សនវិជ្ជាក្នុងរោងតតែម្ដងមកនេះគឺជាទស្សនវិជ្ជានៅមុខរោងពុកម៉ែបងប្អូនឥឡូវយើងដើរចូលយកក្នុងរោងមួយពួកយើងមកពីចូលបដ នេះគឺជាទស្សនវិជ្ជានៅក្នុងរោងការសម្រាប់ថ្ងៃនេះថ្ងៃទី21នៅខាងកណ្ដោជ្រុំពុកម៉ែបងប្អូនឥឡូវយើងដើរមកមើលមកនេះគឺជាទស្សនវិជ្ជានៃក្រុមការងាររបស់ពួកយើងដែលបានបម្រើសេវាកម្មដូចជាចាប់តកអ្នកទទួលស្រែហើយនឹងអ្នកទទួលភ្ញៀវតែថ្ងៃនេះអត់មានអ្នកទទួលភ្ញៀវទេអញ្ចឹងពួកយើងដូរមកមានអ្នកកំដរវិញសម្រាប់រោងថ្ងៃនេះឥឡូវនេះគឺជាទស្សនវិជ្ជានៅក្នុងរោងមានគឺភ្ញៀវកិត្តិយសមកច្រើនកកឆ្នាំមែនតើពុកម៉ែបងប្អូនទៅតែម៉ោង 5:76 ទេឥឡូវភ្ញៀវចូលមកឡើងច្រើនតុកដែរនេះចូល10តុកហ្នឹងពុកម៉ែបងប្អូនជាទស្សនវិជ្ជានៅក្នុងរោងតតែម្ដងពុកម៉ែបងប្អូនខាងសេវាកម្មរបស់ពួកយើងកំពុងតែបម្រើបណ្ដាហើយគឺពួកយើងមិនថាប្រកាន់ថាមកប្រមាណឬមកប្រមាណទេឲ្យតែមានភ្ញៀវចូលគឺពួកយើងបម្រើសេវាកម្មយកតែម្ដងពុកម៉ែបងប្អូនហើយខាងនោះគឺជាឆាអកដងឆានេះតន្ត្រីសម័យពុកម៉ែបងប្អូនបាទជាចុងក្រោយមិនមានអ្វីច្រើនទេសូមជម្រាបលាទៅកាន់ពុកម៉ែបងប្អូនដែលតែងតែតាមដានភ័យហងមាសសូមមានសុខភាពល្អសុវត្ថិភាពគ្រប់ក្រុមគ្រួសារណាពុកម៉ែបងប្អូនបាយបាយ